គិតឲ្យតម្លៃទៅលើ mindset ពីព្រោះអីធម្មតាធ្វើអីក៏ដោយពេលដែលថ្មីវាតែងតែប្រឈមបញ្ហាត្រូវអត់ត្រូវបងអញ្ចឹងយើងគិតថាបញ្ហាហ្នឹងវាអត់នៅមួយយើងរហូតទេពេលដែលយើងអត់ធ្មត់វាយើងយល់ពីបញ្ហាហើយនាំខ្លួនឯងទៅដោះស្រាយវាម្ដងមួយយូរទៅអាបញ្ហាធំវាទៅជាទូទៅចុងក្រោយយើងខ្លាយទៅជាមនុស្សម្នាក់ដែលប្រកែកដោះស្រាយបញ្ហាមានជំនាញអាពេលហ្នឹងហើយដែលយើងអត់មានអារម្មណ៍តាមបាយអូសំខាន់គឺដោះស្រាយបញ្ហាបាទនាំខ្លួនឯងទៅប្រឈមហើយដោះវាថ្ងៃក្រោយទៅធ្វើកន្លែងផ្សេងទៀតជួបបញ្ហាដែរហ្នឹងចាធ្វើកន្លែងណាក៏ជួបដែរធ្វើចាគឺបើយើងគិតមិនមែនគិតរហូតណាអញ្ចឹងអាហ្នឹងការគិតរបស់ខ្ញុំថាបើយើងជួបពេលហ្នឹងយើងគិតវ៉េយើងទៅធ្វើកន្លែងផ្សេងក៏ជួបបញ្ហាដូចគ្នាហ្នឹងហើយបើយើងមិនប្រឈមពេលហ្នឹងពេលណាបើយើងប្រឈមចាបាទអញ្ចឹងមុនក្រោយធ្វើវាទៅបាទបញ្ហាមុនបញ្ហាក្រោយជួបបញ្ហាឥឡូវដល់ឥឡូវហ្មងបាទដូចតែគ្នាហ្នឹងហើយបើយើងមិនធ្វើពេលហ្នឹងពេលណាយើងធ្វើ